ដោយសារថ្ងៃនេះគឺថ្ងៃប្រកាសសារកម្មរបស់អារម្មណ៍សុខថាតាដែលមានទស្សនវិជ្ជាណាហើយបាទខ្ញុំនៅតែមានក្តីសង្ឃឹមនៅក្នុងពិតប្រកបបន្តដល់ថាប្រធាននៃការងាររបស់ប្រជាជាតិគាត់មិនមានបានប្រព្រឹត្តខុសដោយអ្វីដែលជាការចោទប្រកាន់ដូច្នេះក្តីសង្ឃឹមរបស់ទុករបស់យើងគឺថាមានការទម្លាក់បត់ចោលតែនេះអាស្រ័យទៅលើតឡាការហើយទៅក្នុងការសម្រេចចិត្តរបស់យើងតែយើងនៅតែមានក្តីសង្ឃឹមហើយព្យាយាមតស៊ូតែដើម្បីរកយុទ្ធសាស្ត្រជូនលោកដែរករណីនេះយើងពិតជានឹងខកចិត្តមិនសោកស្ដាយយ៉ាងខ្លាំងព្រោះខ្ញុំជាម្ដងទៀតការប្រព្រឹត្តទៅតាមបទចោទនោះហាក់ដូចជាមិនមានអ្វីមួយឲ្យជាក់លាក់ឲ្យពិតប្រាកដទេពីព្រោះអ្វីដែលខ្ញុំបានដឹងតាមដានឬនៅដល់ពិតប្រាកដច្បាស់លាស់មកហ្នឹងគ្រាន់តែយកคลิปវីដេអូយកមកកាត់ច្រាំឲ្យតបញ្ជូនដើម្បីជាបទតាដូច្នេះជាករណីមួយដែលយើងយល់ឃើញថាគាត់មិនបានប្រព្រឹត្តកំហុសជាក់ស្ដែងពិតប្រាកដហើយតែវិធីដែលធ្វើមកដល់ពេលនេះគឺបន្លាយពេលយូរមែនទែនហើយជាភាពអយុត្តិធម៌មួយដែលបានកាត់ខ្លាំងហើយបើសិនណាការរំពឹងទុកមិនបានសម្រាប់ជាជាតទៅសម្ដេចតទៅទៀតហើយរឿងសម្ពាធវិជ្ជាបដិសម្ពាធនៃការធ្វើនយោបាយដល់ការនយោបាយក៏ដូចជាធ្វើប៉ះពាល់ដល់ភាពជារបស់ការធ្វើផ្សេងៗដែលយើងគួរប្រយ័ត្នផងដែរយើងសូមជឿលើឲ្យក្លាទៅឲ្យមានយ៉ាងណាឯករាជ្យជាពិតពិតប្រាកដក្នុងការហើយជាការបាត់ចោលយើងជម្រាបដល់យើងយល់ថាមិនមានប្រតិបត្តិមកដោយអ្វីដែលការប្រកាសហើយអាដាមគុំតកាគឺសម្ពាធនយោបាយយកគោលនយោបាយផ្សេងៗទៅក្រៅយើងយល់ឃើញច្បាស់ណាស់ថាប្រព័ន្ធតុលាការផងដែរហើយពេលណាដែលមានការកាត់តែដល់មានភាពដល់ភាពយុត្តិធម៌ដល់អ្នកធ្វើនយោបាយក៏ដូចជាប្រជាប្រដ្ឋទៅគឺធ្វើឲ្យមានសភាពផ្លូវចិត្តហើយនឹងសភាពនៃការលំហការធ្វើនយោបាយក៏ដូចជាសិទ្ធិប្រជាជាតិចាស់ចាស់ចាស់អាដាមអីខាងក្រៅឬក៏ការអីទាំងអស់ហើយទៅជំនួសខ្ញុំនៅតែរក្សាក្តីសង្ឃឹមឲ្យទុំនៅការលះបង់ចោលពីការបោះលេងរបស់អាដាមជាតិតែព្រោះប្រសិនណាមានដំណោះស្រាយបែបនោះមានតរូបភាពមួយដ៏ល្អទៅនៃកម្ពុជាដែលយើងកំពុងតែជួបប្រទះបញ្ហាគ្រប់បែបយ៉ាងទាំងអស់រឿង online scam ផងរឿងឆោបបោកផងករណីទាំងអស់នេះជាងសេចក្តីឃើញថាជាសម្ពាធចំពោះមួយខ្លួនធនត្រូវនាំគ្នារួមគ្នាដោះស្រាយជាតិឲ្យដោះស្រាយបញ្ហាសង្គមពីព្រោះប៉ះពាល់ដល់ប្រជាពលរដ្ឋប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយើងជាពិសេសរឿងឆោបបោកអនឡាញ